ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើបង្អែមញ៉ាំបង្អែមនេះមានឈ្មោះថា Panna Cotta ដែលយើងអាចរកបានញ៉ាំបាននៅហាងធំៗហាងនិយាយហាងហ្នឹងគឺ restaurant សម្រាប់បង្អែមមួយមុខនេះវាស្តៀងទៅនឹង egg caramel ដែរប៉ុន្តែអត់ប្រើពងមាន់ទេយើងប្រើតែទឹកដោះគោស្ករស gelatin ហើយនិង heavy cream gelatin យើងចាក់វាចូលក្នុងទឹកដោះគោក្តៅៗដែលយើងដាក់ចូលក្នុង microwave បាញ់មិញហើយកូរវាឲ្យចូលគ្នាបន្ទាប់មកយើងចាក់ heavy cream ចូលមកល្មមដែលយើងចង់ញ៉ាំអញ្ចឹងមកវាច្រើនពេកព្រោះយើងហើយយើងត្រូវចាក់ចូលក្នុងកែវកន្លទូចៗដាក់ក្លាសេបរិមាណនៃការប្រើ heavy cream ទៅតែតិចជាងទឹកដោះគោដែលយើងប្រើបន្ទាប់មកយើងចាក់វាចូលកន្លនេះទូចៗហ្នឹងទៅយើងស្រួលញ៉ាំម្ដងមួយអញ្ចឹងណាហើយដាក់វាចូលក្លាសេទូទឹកកក 2-3 ម៉ោងទៅញ៉ាំបានហើយចាខ្ញុំធ្វើមិញចឹងបាន4កែវដែរយើងបិទទុកវាត្រជាក់សិនហើយចាំបិទគម្របទុកក្នុងក្លាសេទូទឹកកកហើយនេះគឺជាលទ្ធផលដែលបានទុកក្លាសេទូទឹកកកហើយខ្ញុំបានទុកវាមកយប់ចឹងណាព្រោះអត់ញ៉ាំគឺសាច់វាដូច caramel អត់តែយើងអត់មានដាក់ caramel អីពីលើទេតែយើងអាចញ៉ាំជាមួយនឹងតំណាប់ strawberry តំណាប់ strawberry ពីលើឬក៏ផ្លែឈើស្រស់ strawberry ពីលើក៏បានដែរតំណាប់ strawberry យើងកម្ដៅវាតិចទៅវាចេញរាវចេះហើយយើងចាក់Panna Cotta យើងពីលើមកយើងអាចញ៉ាំបានហើយអាចដាក់ផ្លែឈើស្រស់ៗពីលើនឹងទៀតក៏បានដែរ